មិនត្រឹមតែរៀបចំផ្លូវនៅលើដីទេទីក្រុងហូជីមីញកំពុងគូសផែនទីផ្លូវដល់លើមេឃដោយក្រុងបែងចែកលំហអាកាសក្រោមកម្ពស់ 1000 ម៉ែត្រសម្រាប់ដ្រូនដឹកទំនិញនិងតាក់ស៊ីហោះដឹកអ្នកដំណើរដើម្បីតភ្ជាប់រលៀនយន្តហោះទីប្រជុំជនក្នុងក្រុងតំបន់ឧស្សាហកម្មនិងកំពង់ផែតាមសេចក្តីរាយការណ៍របស់កាសែត VN Express ចេញផ្សាយនៅថ្ងៃទី 24 ខែសីហាឆ្នាំ 2026 គម្រោងនេះត្រូវបានដាក់បញ្ចូលក្នុងសេចក្តីព្រាងផែនការមេអភិវឌ្ឍទីក្រុងហូជីមីញឆ្នាំ 2025-2050 ដែលរដ្ឋាភិបាលវៀតណាមកំណត់ចក្ខុវិស័យសម្រាប់រយៈពេលវែងរហូតដល់100ឆ្នាំនិងកំពុងដាក់ឲ្យសាធារណជនផ្ដល់មតិតាមគម្រោងនេះក្រុមទីប្រឹក្សារៀបចំផែនការបានស្នើបែងចែកលំហអាកាសជាច្រើនស្រទាប់ចាប់ពីដីដល់កម្ពស់150ម៉ែត្រនិងអាចប្រើសម្រាប់ដ្រូនខ្នាតតូចការឃ្លាំមើលការដឹកជញ្ជូននិងការត្រួតពិនិត្យបរិស្ថាននៅតំបន់ឧស្សាហកម្មតំបន់ទេសចរនិងទីក្រុងរណបចំណែកកម្ពស់ចាប់ពី150ម៉ែត្រដល់300ម៉ែត្រត្រូវបានស្នើទុកជាផ្លូវសម្រាប់ដ្រូនដឹកទំនិញស្រាលតភ្ជាប់រោងចក្រកំពង់ផែឃ្លាំងនិងមជ្ឈមណ្ឌលដឹកជញ្ជូនក្រុមទីប្រឹក្សាយល់ថាការផ្ទេរទំនិញមួយផ្នែកពីផ្លូវគោកទៅលើអាកាសអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុងស្រទាប់សំខាន់បំផុតគឺកម្ពស់ពី300ម៉ែត្រដល់1000ម៉ែត្រដែលក្រុងទុកសម្រាប់យានដឹកអ្នកដំណើររួមមានតាក់ស៊ីហោះយន្តហោះអគ្គិសនីឬ eVTOL ដែលជាយានផ្ទាល់ខ្លួននិងសេវាដឹកអ្នកដំណើររួមគ្នាផ្លូវទាំងនេះអាចតភ្ជាប់រលៀនយន្តហោះទៅកណ្ដាលក្រុងតំបន់ទីក្រុងថ្មីតំបន់ឧស្សាហកម្មនិងកំពង់ផែសំខាន់រីឯកម្ពស់ចាប់ពី1000ម៉ែត្រដល់3000ម៉ែត្រអាចត្រូវរក្សាទុកសម្រាប់បេសកកម្មពិសេសឬការហោះហើរឆ្លងខេត្តដែលត្រូវមានការអនុញ្ញាតពីរដ្ឋាភិបាលដើម្បីឲ្យយានទាំងអស់នេះអាចហោះបានទីក្រុងហូជីមីញត្រូវកសាងចំណតដ្រូនចំណតហោះឡើងនិងចុះត្រង់ស្ថានីយ៍សាកថ្មមជ្ឈមណ្ឌលថែទាំនិងកន្លែងផ្ទេរអ្នកដំណើរទីក្រុងនេះក៏ត្រូវការប្រព័ន្ធគ្រប់គ្រងចរាចរណ៍លើអាកាសបណ្ដាញទូរគមនាគមន៍ល្បឿនលឿនប្រព័ន្ធផ្កាយរណបនិងបញ្ញាសិប្បនិម្មិតដើម្បីបញ្ជាផ្លូវហោះហើរតាមពេលជាក់ស្ដែងគម្រោងទាំងនេះរំពឹងថានឹងអាចសាកល្បងបាននៅចន្លោះឆ្នាំ2028និង2030មុននឹងពង្រីកទៅសេវាពាណិជ្ជកម្មដូចជាសុខាភិបាលសង្គ្រោះបន្ទាន់ដឹកជញ្ជូនសាធារណៈកសិកម្មនិងដឹកទំនិញទូទៅខ្ញុំរស់សុធាពី News Today NTTV